តែលោកអ្នកជឿទេថានៅលើពិភពលោកនេះគឺមានមនុស្សដែលមានកម្ពស់ដល់ទៅជិត3ម៉ែត្រឯណោះហើយសពថ្ងៃនេះគាត់គឺនៅមានជីវិតរស់នៅលើពិភពលោកយើងនៅឡើយនោះទេនោះគឺបរិសុទ្ធជនជាតិចិនម្នាក់ដែលមានឈ្មោះថាស៊ីឈွန်ដែលគាត់បានកើតនៅឆ្នាំ1951ហើយសពថ្ងៃនេះគឺគាត់នៅមានជីវិតនៅឡើយនោះទេហើយគាត់រស់នៅក្នុងប្រទេសចិនហើយគាត់មានកម្ពស់រហូតដល់ទៅ2ម៉ែត្រកន្លះឯណោះហើយគាត់ក៏បានបំបែកកំណត់ត្រាហ្គីណេសជាមនុស្សដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកផងដែរហើយលោកក៏បានបញ្ជាក់ផងដែរថាកាលពីលោកនៅពីក្មេងលោកមានកម្ពស់ដូចជាក្មេងទូទៅធម្មតានោះទេប៉ុន្តែនៅពេលដែលលោកមានអាយុឈានចូលដល់វ័យ18ឆ្នាំគឺកម្ពស់របស់លោកកាន់តែខ្ពស់ទៅឥតឈប់ឈររហូតមកដល់អាយុ25ឆ្នាំទើបកម្ពស់របស់គាត់បានលូតដល់2ម៉ែត្រកន្លះដូចនេះហើយដំបូងឡើយការលូតកម្ពស់នេះក៏វាជាដើមហេតុដែលធ្វើឲ្យលោកកើតជំងឺបាក់ទឹកចិត្តផងដែរពីព្រោះលោកមានអារម្មណ៍ថាលោកទៅណាមកណាគឺដូចជាសត្វចម្លែកអញ្ចឹងហើយមានតែមនុស្សជាច្រើនតាមចោលមករំមើលលោកប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នេះយើងសម្គាល់ឃើញថាកូនទាំង3របស់លោកបែរជាមានកម្ពស់ធម្មតាដូចមនុស្សទូទៅទៅវិញកូនបងមានកម្ពស់ 1.70 m កូនទី2មានកម្ពស់ 1.80 m និងកូនទី3មានកម្ពស់ 1.75 m ហើយលោកក៏បានបញ្ជាក់ផងដែរថាតាមខ្សែស្រឡាយរបស់លោកតាំងពីមុនមកក៏មិនមានអ្នកណាដែលមានកម្ពស់ខ្ពស់ប្លែកខុសពីធម្មតានោះដែរប៉ុន្តែចម្លែកតែលោកបែរជាមានកម្ពស់ខ្ពស់យ៉ាងដូចនេះទៅវិញហើយអ្នកវិទ្យាសាស្ត្រក៏ពិបាកនៅក្នុងការបកស្រាយអំពីការលូតកម្ពស់ខុសពីធម្មតារបស់លោកនោះដែរពីព្រោះចំណីអាហារនិងការបរិភោគផ្សេងៗរបស់លោកក៏មិនមានអ្វីខុសប្លែកពីមនុស្សទូទៅដែរហើយបន្ទាប់ពីលោកបានជាប់កំណត់ត្រាហ្គីណេសមកមនុស្សជាច្រើននៅលើពិភពលោកក៏ចាប់ផ្ដើមស្គាល់គាត់ហើយជំងឺបាក់ទឹកចិត្តរបស់គាត់ក៏បានរលាយបាត់ទៅបន្តិចម្ដងដោយសារតែភាពល្បីល្បាញដែលសាងឡើងដោយកម្ពស់របស់លោកនេះឯងហើយជាចុងក្រោយលោកក៏បាននិយាយថាលោកពេញចិត្តនៅអ្វីដែលលោកកំពុងតែមានបើទោះបីជាវាប្លែកពីគេបន្តិចក្តីក៏ប៉ុន្តែនេះជាធម្មជាតិជាអ្នកតាក់តែងមកយើងក៏មិនអាចគេចផុតផងដែរហើយចំពោះលោកអ្នកវិញតើលោកអ្នកយល់យ៉ាងណាដែរចំពោះបរិសុទ្ធដែលមានកម្ពស់ដ៏ខ្ពស់ដូចនេះហើយសូមកុំភ្លេចចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូប្លែកៗបែបនេះជាបន្តទៀត